ជីវិតកើតមកជាកូនច្បងទទួលរ៉ាប់រងស៊ូរេចពុនបន្ទុកគ្រួសារទុកស្រាធ្ងន់ទុះខ្លួនទីរុនមិនរុញរាពេលនេះទុកធំខ្ញុំស្រាយយ៉ាងណាវិបត្តិគ្រួសារតោះតែគ្នាបែកបាក់បងប្អូនព្រោះទ្រព្យជាទ្រូងខ្ញុំក្រំគ្រាស្ទើរបែកគ្រាហើយម្ដាយដេកឈឺគ្មានកូនមើលថែប្អូនគិតតែឆ្លុះគ្មានស្បើកាត់សាច់មិនបានឈឺណាស់លោកអើយតើធ្វើមិនដេចឡើងដោះស្រាយយ៉ាងណាតើរ៉ាម៉ូជាប្អូនប្រុសរបស់លោកមែនទេបាទលោកសធារ៉ាម៉ូគឺជាប្អូនប្រុសរបស់ខ្ញុំតើលោកមកទីនេះមានការអីដែរគឺព្រោះតែមានការទៅខ្ញុំមករកលោកដោយផ្ទាល់ដោយសារតែប្អូនប្រុសរបស់លោកបានខ្ចីប្រាក់របស់ខ្ញុំកាលពី1ខែមុនប្រាក់ជាប្រាក់អ្វីដែរទៅលោកខ្ញុំដូចជាមិនយល់ទេនេះគឺប្រាក់ដែលប្អូនរបស់លោកបានខ្ចីខ្ញុំយកទៅលេងល្បែងនេះជាกระดาษស្នាមនិងប្លង់ផ្ទះដែលគេបានដាក់បញ្ចាំហាច្រើនដល់ថ្នាក់នេះផងឥឡូវនេះដល់ពេលកំណត់ហើយដោយសារតែខ្ញុំគិតថាលោកជាអ្នករកស៊ីមានមុខមានមាត់នៅក្នុងសង្គមនេះដែរបានជាខ្ញុំមករកលោកដោយផ្ទាល់បើមិនអញ្ចឹងទេខ្ញុំច្បាស់ជាអូសកគេដាក់គុកមិនខានទេបាទលោកមិនអីទេលោកចាំខ្ញុំចេញសងជំនួសចោះព្រឹកស្អែកខ្ញុំនឹងឲ្យគេយកលុយទៅគិតគូឲ្យលោកបាទមិនអីទេលោកប៉ុន្តែខ្ញុំសូមប្រាប់លោកលើកក្រោយសូមលោកកុំឲ្យវាខ្ចីទៀតឲ្យសោះបើមិនអញ្ចឹងទេខ្ញុំមិនដោះស្រាយក្នុងរឿងនេះទៀតទេណាខ្ញុំយល់ហើយអញ្ចឹងខ្ញុំគិតរកលាលោកទៅវិញសិនហើយសូមជួយលោកហេតុអីក៏ខ្ញុំត្រូវជួបរឿងឈឺក្បាលដដែលហើយដដែលទៀតបែបនេះគុំតែម៉ាក់ឈឺទេខំអីខ្ញុំមិននៅនាំតែឈឺក្បាលនៅក្នុងរឿងទាំងអស់នេះទេម៉ាក់បងធាគេនាំគ្នាទៅណាអស់ហើយអញ្ចេះបានគេទុកផ្ទះចោលឲ្យស្ងាត់ចងំអញ្ចឹងយីអញ្ជៀនពេជ្រវងនេះហ៎នៅក្នុងហាងស្អាតល្មមឯងតែដល់ពេលមកដល់ផ្ទះស្អាតលើសដើមអូយមើលចាស់សំសាច់សំឈាមខ្ញុំមែនលោកប្តីជូនប៉ោលោកប្តីហែងរាល់ថ្ងៃណាមកក្របនេះតិចទេអូនឯងចាំតែមើលទៅបើថ្ងៃក្រោយបងត្រូវអាក្របធំវិញអូនឯងត្រៀមខ្លួនដេកចាំចាយលុយបងទៅម៉ែណ៎លោកប្តីពិតមែនហ៎បងដែរចេះកុហកអូនតាំងពីពេលណាមកតែអញ្ចឹងបានដៃប្រពន្ធនេះហើយស្ដាប់ទៅសំឡេងសើចនឹងមើលទៅទឹកមុខម្នាក់ដូចជាសប្បាយចិត្តណាស់ណ៎មិនឲ្យសប្បាយចិត្តយ៉ាងម៉េចបើខ្ញុំទៅតែឈ្នះថ្មីច្រឡំសប្បាយចិត្តក៏ព្រោះតែការរកស៊ីរបស់ខ្ញុំវាដំណើរការទៅមុខបានយ៉ាងល្អបងរ៉ាម៉ូ
ខ្ញុំចូលទៅខាងក្នុងដើម្បីមើលម៉ាក់ឯងនៅទីនេះបរិយាកាសអាប់អួរខ្លាំងណាស់ រ៉ាម៉ូឯងមកចំពេលល្អណាស់ព្រោះថាបងមានរឿងចង់និយាយជាមួយនឹងឯង ខ្ញុំមករកបងថ្ងៃនេះក៏មានរឿងចង់និយាយជាមួយបងដូចគ្នា ឯងក៏មានរឿងចង់និយាយជាមួយនឹងបងដែរមើលជារឿងអីទៅឆាប់និយាយមក គឺថាខ្ញុំមកនេះចង់សុំខ្ចីលុយបងខ្លះដើម្បីយកទៅវិនិយោគទុនលើមុខរបររបស់ខ្ញុំបន្ថែមទៀត ខ្ចីលុយយកទៅវិនិយោគទុនរកស៊ីឬមួយក៏ខ្ចីយកទៅវិនិយោគទុននឹងបងលបែង នេះបងចង់និយាយពីអីណាខ្ញុំដូចជាមិនយល់ទេណែបងបើថាមិនចង់ឲ្យខ្ញុំទេនិយាយតាមត្រង់ទៅចាំបាច់បង្កើតរឿងតែផ្ដេសតែផ្ដាស់មកចោទទៅលើខ្ញុំអញ្ចឹង ឬមួយក៏បងប្រុសរបស់បងនេះខ្លាចយើងរកស៊ីមានបានច្រើនជាងទេដឹងបានជាមិនចង់ឲ្យខ្ចី ចុះនេះជាស្អីហ៎បងក៏តែឯងហ៊ានធ្វើទៅរួចឯងមិនអាណិតអាសូរដល់កម្លាំងញើសឈាមប៉ាហើយនឹងម៉ាក់ខ្លះទេបើឯងនៅធ្វើរឿងនេះទៀតយើងនឹងយករឿងនេះទៅ5ម៉ាយ ខ្ញុំអត់ដឹងថាបងឯងចង់និយាយពីអីទេនេះឥឡូវខ្ញុំមានការរវល់ខ្ញុំត្រឡប់ទៅវិញសិននេះតើអូន ឯងចង់ទៅណាហ៎និយាយគ្នាមិនទាន់ចប់ទេ បងឯងមានរឿងអីចាំនិយាយគ្នាថ្ងៃក្រោយទៅខ្ញុំទៅវិញសិននេះ ឈប់ភ្លាមណា